សួស្តីអ្នកទាំងអស់គ្នាពេលនេះសូមជើញតាមដានរឿង Dr. Stone ជាមួយខ្ញុំបន្តទៀតពេលនេះ Dr. Seno បានចូលក្រុមជាមួយនឹង Senku ហើយការងារបន្តទៀតរបស់ពួកគេគឺសង់យានអវកាសឡើងទៅជួប Wyman នៅឋានវិចិត្រហើយដើម្បីឲ្យសាងសង់យានអវកាសបានពួកគេត្រូវការវត្ថុធាតុដើមដែលជារ៉ែកម្រជាច្រើនជាដំបូង Dr. Seno បានជួយពួកគេក្នុងការផលិតឧបករណ៍មួយដែលគេហៅថា Geiger Counter ដែលវាមានមុខងារចាប់ធាតុវិទ្យុស្កាំហើយនឹងរករករ៉ែកម្រនៅក្នុងដីនៅពេលនោះជាមួយនឹងឧបករណ៍មួយនឹងពួកគេអាចរករករ៉ែកម្រជាច្រើនបានយ៉ាងងាយប៉ុន្តែនៅទ្វីបអាមេរិកខាងត្បូងដែលពួកគេកំពុងតែនៅនឹងខ្សត់រ៉ែដែកណាស់មិនសូវសម្បូរទេដល់ពេលអញ្ចឹងពួកគេក៏ទៅស្ទូចទូក Perseus ដែលលេចបាត់កាលពី7ឆ្នាំមុនយកឡើងមករស់រើដែកទុកប្រើឃើញអញ្ចឹងលោកអ៊ំខាស្គីពិតជាអាណិតទូករបស់គាត់ណាព្រោះគាត់តែងតែស្រឡាញ់របស់ដែលគាត់ផលិតដោយកូនរបស់គាត់អញ្ចឹងនៅពេលនោះ Senku បាននិយាយលួងគាត់ថាគាត់ត្រូវការដែកយកទៅរួមផ្សំជាមួយនឹងលោហៈផ្សេងទៀតដើម្បីផលិតជាលោហៈពិសេសដែលគេហៅថា Super Alloy ហើយជាមួយនឹង Super Alloy ហ្នឹងពួកគេអាចផលិតបានទូក Perseus ថ្មីដែលរឹងមាំជាងមុនលឿនអញ្ចឹងលោកអ៊ំខាស្គីមានកម្លាំងចិត្តព្រឹសហើយទៅជួយរើដែកចេញពីទូកអត់មានហត់អីបន្តិចទេការងារបន្តទៀតគឺលាយក្រមចូលទៅក្នុងដែកដើម្បីឲ្យលបាយលោហៈដែលចេញមកអត់ចេះជ្រេះអត់ចេះពុកផុយកន្លែងហ្នឹងស្វីការដែលដឹងអីស្មានថាបោះក្រមចូលទៅក្នុងដែកតែមិនមែនទេគេនិយាយពីក្រមដែលជាសារធាតុលោហៈសោះមិនមែនក្រមដែលជាមនុស្សនោះទេបន្ទាប់ពីបានលោហៈអត់ចេះជ្រែនឹងហើយអ្វីដែល Senku នៅឃើញមុនគេគឺធ្វើអាហារកំប៉ុងមូលហេតុគឺដោយសារតែអាហារកំប៉ុងទុកបានយូរហើយងាយស្រួលដាក់តាមខ្លួនយកទៅញ៉ាំក្នុងពេលតែមួយពួកគេបានទៅរំដោះកូនចៅរបស់ Dr. Seno ចេញពីថ្មហើយ Dr. Seno បានបញ្យល់ពួកគេពីគោលដៅរួមដែលពួកគេត្រូវធ្វើបន្តទៀតបន្ទាប់មកដោយសារតែវត្ថុធាតុដើមនៅកន្លែងដែលពួកគេនៅនឹងអត់គ្រប់ Senku ហើយនិង Dr. Seno បានសម្រេចចិត្តចែកគ្នាជាពីរក្រុមធំក្រុម Dr. Seno ធ្វើគ្រាប់រកែឡើងទៅឋានវិចិត្រចំណែកក្រុមរបស់ Senku ត្រូវធ្វើដំណើរជុំវិញពិភពលោកដើម្បីស្វែងរកវត្ថុធាតុដើមហើយដើម្បីអាចធ្វើដំណើរជុំវិញពិភពលោកបានលឿនហើយនិងឆាប់រហ័ស Senku ត្រូវការទូករឹងមាំមួយដើរដោយថាមពលឧស្ម័ននៅថ្ងៃអនាគតអ្វីដែល Senku ចង់សម្ដៅនៅពេលហ្នឹងគឺជីវៈឧស្ម័នដែលផលិតចេញមកពីកាកសំណល់ចំណីអាហារស្លឹករុក្ខជាតិផ្សេងៗហើយនិងលាមកឆ្អីគេទៀតហើយមិនក៏វិទ្យាសាស្ត្រប្រើតែអាចអញ្ចឹងបន្ទាប់ពីផលិតបានហ្គាសហើយពួកគេត្រូវការធុងដែលមានរាងមូលដើម្បីស្តុកហ្គាសទុកវិធីដែលគេផលិតធុងស្តុកហ្គាសធំៗឲ្យមានរាងមូលដូចបាល់ដំបូងឡើយគេផលិតវាឲ្យមានរាងពហុកោណធម្មតាសិនបន្ទាប់មកបញ្ចូលទឹកនៅក្នុងនោះឲ្យពេញរួចបោះគ្រាប់បែកចូល3ខែក្រោយមក Dr. Seno ផលិតម៉ាស៊ីនគ្រាប់រ៉ុកែតបានចំណែក Senku ផលិតជីវៈឧស្ម័នដែលមានគុណភាពខ្លាំងបានហើយនៅពេលដែលពួកគេសាកដាក់ចូលគ្នាដើម្បីប្រើប្រាស់ឃើញថាការធ្វើតេស្តបានសម្រេចជោគជ័យ 100%ដូចជាយ៉ាងណា Dr. Seno ប្រាប់ថាអានឹងគ្រាន់តែជាកម្រិតទី1តែប៉ុណ្ណោះពួកគេត្រូវការកម្រិតទី9ទើបឲ្យឡើងនៅឋានវិចិត្របានប៉ុន្តែត្រឹមកម្រិតទី1នឹង Senku អាចយកទៅបំពាក់លើទូកថ្មីរបស់គាត់ដើម្បីធ្វើដំណើរឲ្យបានលឿនទូទាំងពិភពលោកការមុនទូកចាស់របស់ពួកគេធ្វើដំណើរពីជប៉ុនមកអាមេរិកចំណាយពេល40ថ្ងៃឥឡូវនេះពួកគេធ្វើដំណើរត្រឹមតែ7ថ្ងៃតែប៉ុណ្ណោះនឹងទៅដល់ប្រទេសជប៉ុនវិញនៅតាមផ្លូវពួកគេត្រូវការធ្វើទំនាក់ទំនងទៅកាន់ដីគោកជាប្រចាំតាមរយៈ Morse code បន្ទាប់មកមានយប់មួយពួកគេបានទទួលសញ្ញាជា Morse code យ៉ាងចម្លែកមួយដែលពួកគេដឹងថាសញ្ញានោះមកពីឋានវិចិត្រមានន័យថា Wyman បានផ្ញើសារមកប៉ុន្តែមិនមែនសារពាក្យថា Why ដូចមុនទេសារលើកនេះមានពាក្យ4ម៉ាត់គឺ Do you wanna die ប្រែថាតើពួកហែងចង់ងាប់មែនសារគម្រាមមួយនឹងបានធ្វើឲ្យគ្នារបស់ Senku ភាគច្រើនភ័យប៉ុន្តែសម្រាប់ Senku វិញគិតថាជារឿងល្អដោយសារតែពេលដែល Wyman ប្រើបច្ចេកវិទ្យាតាក់ទងមកពួកគេអញ្ចឹងគាត់អាចចាប់ទីតាំងរបស់ Wyman នៅឋានវិចិត្របានការងារបន្តទៀតដែល Senku ចង់ធ្វើគឺធ្វើដំណើរទៅកាន់ទីក្រុង Barcelona នៅប្រទេសអេស្ប៉ាញដើម្បីរកវត្ថុធាតុដើមមួយយ៉ាងដែលគាត់ហៅថា Fluoride ទៅផលិតអាវអវកាស Senku និយាយថាសារធាតុ Fluoride ពេលត្រូវកម្ដៅវានឹងបញ្ចេញពន្លឺហើយវាគឺជាសារធាតុសំខាន់ជាងគេមួយនៅក្នុងបច្ចេកវិទ្យាអវកាសនិយាយពី Ryusui ហើយនិង Francois វិញពួកគេក៏ចង់ទៅទីក្រុង Barcelona នឹងដែរដើម្បីរកប្រេងអូលីវហើយមើលទៅប្រហែលជាមានតាក់ទងជាមួយនឹងការធ្វើម្ហូប7ថ្ងៃក្រោយមកពួកគេបានទៅដល់ទីក្រុង Barcelona ស្ថានភាពនៅទីនោះអត់មានអគារខ្ពស់ទេមានតែព្រៃហើយអត់ចាំយូរទេ Ryusui បានបង្ឲ្យ Chelsea ដែលជាអ្នកជំនាញភូមិសាស្ត្រជួយគូផែនទីតាំងដែលសម្បូរដើមអូលីវច្រើនជាងគេក្រោយមកមិនយូរប៉ុន្មានពួកគេបានរកឃើញដើមអូលីវហើយបែរបានផ្លែអូលីវជាច្រើនយកទៅចម្រាញ់យកប្រេងអូលីវយកទៅធ្វើម្ហូបមិនត្រឹមតែឈ្ងុយឆ្ងាញ់នោះទេថែមទាំងមានផលប្រយោជន៍ចំពោះសុខភាពថែមទៀតផងនៅពេលនោះ Francois បានធ្វើម្ហូបឆ្ងាញ់ៗជាច្រើនមុខឲ្យពួកគេញ៉ាំយ៉ាងឆ្ងាញ់ពិសាបន្តមកទៀតពួកគេចាប់ផ្ដើមដើរជួយរំដោះប្រជាជនជាច្រើនចេញពីថ្មហើយយកចិត្តពួកគេដោយផ្ដល់ចំណីអាហារឆ្ងាញ់ៗផ្ដល់ការងារឲ្យពួកគេធ្វើជាមួយនឹងប្រាក់កម្រៃធ្វើឲ្យពួកគេមានសង្ឃឹមថាអនាគតរបស់ពួកគេអាចពឹងពាក់ទៅលើក្រុមរបស់ Senku បានដល់ពេលអញ្ចឹងទៅម្នាក់ៗបានស្រោចស្រោលគ្នាជួយធ្វើការងារឲ្យ Senku គ្មានអ្នកណាប្រឆាំងឡើយមិនយូរប៉ុន្មានពួកគេជីកបានថ្មគ្រីស្តាល់ដែលហៅថា Fluoride បានជាច្រើនហើយរបស់មួយដែលថ្មគ្រីស្តាល់នឹងអាចធ្វើបានគឺកែវឆ្លោះដែលពួកគេអាចយឹតមើលបានឆ្ងាយហើយច្បាស់គោលដៅបន្តទៀតដែលពួកគេចង់ទៅគឺប្រទេសឥណ្ឌាពួកគេចង់ទៅកាន់ទីនោះគឺដើម្បីរកអ្នកជំនាញខាងគិតលេខគណិតវិទ្យាដោយសារតែប្រព័ន្ធសិក្សានៅប្រទេសឥណ្ឌាគណិតវិទ្យាគឺលេខ1លំដាប់ពិភពលោកបញ្ហាគឺការធ្វើដំណើរពីប្រទេសអេស្ប៉ាញទៅកាន់ប្រទេសឥណ្ឌាត្រូវធ្វើដំណើរវាងចំកន្លះផែនដី
នៅពេលនោះក្រុមចាប់អារម្មណ៍ឃើញថាមានផ្លូវទឹកតូចមួយដែលអាចជួយពួកគេឲ្យធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាបានលឿនហើយផ្លូវទឹកហ្នឹងគឺប្រែកជីកស៊ុយអែតប៉ុន្តែពួកគេអត់ច្បាស់ទេថាផ្លូវទឹកមួយហ្នឹងនៅអាចធ្វើដំណើរបានអត់ដល់ពេលអញ្ចឹងទៅពួកគេក៏ពឹងឲ្យ Chelsea ជិះប៊ូឡូនហោះឡើងទៅខាងលើរួចហើយប្រើកែវឆ្លុះដែលពួកគេទំផលិតបានឆ្លុះមើលផ្លូវមុនសិននៅពេលនេះ Chelsea បានឆ្លុះមើលឃើញថាផ្លូវហ្នឹងមានរនាំងបាំងចិត្តប៉ុន្តែរនាំងហ្នឹងមិនជាធំប្រហែលទេដល់ពេលអញ្ចឹងទៅ Senku ក៏នឹកឃើញប្រើក្របរ៉កែតគំរូដែលមាននៅលើទូកសាកល្បងបាញ់ទៅកំទេចរនាំងហ្នឹងចោលពិតជាពូកែខ្លាំងណាស់ការបាញ់នៅលើនោះត្រូវចំគោលដៅបានយ៉ាងល្អជួយឲ្យពួកគេអាចធ្វើដំណើរតាមផ្លូវកាត់នោះបានប៉ិតមែនថាការបាញ់ក្របរកែតលើនេះ Senku គិតឲ្យត្រូវដោយសារតែវានៅចម្ងាយចិត្តប៉ុន្តែការបាញ់ក្របរកែតឡើងទៅឋានវិចារគឺខុសគ្នា Senku និយាយថាការកែនេះរបស់គាត់គឺពឹងទៅលើការប៉ាន់ស្មានតែប៉ុណ្ណោះហើយបើសិនជាកែនេះខុសតែបន្តិចក្របរកែតរបស់ពួកគេច្បាស់ជារត់ខុសកន្លងជាមិនខានអញ្ចឹងហើយបានជាពួកគេត្រូវការអ្នកបកកែកែនេះនៅប្រទេសឥណ្ឌាដោយសារតែនៅប្រទេសឥណ្ឌាគេសូត្រមេលេខរហូតដល់99គុណនឹង99មួយទៀតកាលពី3700ឆ្នាំមុនក្រុមហ៊ុនប៉ារបស់ Ryusui បានបើកសាកលវិទ្យាល័យមួយនៅទីនោះចឹងបើសិនជាពួកគេរកសាកលវិទ្យាល័យនឹងឃើញមិនខ្វះទេអ្នកចេះ Ryusui និយាយថាបើសិនជាពួកគេមានសំណាងពួកគេនឹងអាចរកឃើញមនុស្សម្នាក់ឈ្មោះសៃក្រោយមកមិនយូរប៉ុន្មានពួកគេបានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌាហើយរឿងទី1ដែលចំភៅ François ចង់ធ្វើមុនគេគឺដើររកគ្រឿងផ្សំសម្រាប់ធ្វើការីញ៉ាំដោយសារតែការីគឺជាអាហារប្រចាំប្រទេសឥណ្ឌាហើយនៅថ្ងៃបន្ទាប់ពួកគេបានធ្វើដំណើរទៅកាន់សាកលវិទ្យាល័យហើយដូចជាចៃដន្យពេកហើយមិនយូរប៉ុន្មានពួកគេបានរកឃើញសៃនៅពេលនោះសៃប៉ាត់ជារំភើបចិត្តណាស់បានអរគុណគេឯងឡើងញាប់មាត់ប៉ុន្តែនៅពេលដែលគាត់កលែកឃើញមុខរបស់ Ryusui គាត់ភ័យខ្លាំងណាស់ក៏រត់ប្រូចក្រោយមកបន្តិចបន្ទាប់ពីក៏ហាគូទៅតាមចាប់គាត់មកវិញបានទើបដឹងថាតាមពិតសៃនឹងគឺជាបងប្រុសបង្កើតរបស់ Ryusui សៃគឺជាមនុស្សអច្ឆរិយៈម្នាក់ដែលប្រកែកខាងគណិតវិទ្យាតាំងពីអាយុ4ឆ្នាំគាត់អាចកណនាលេខ10ខ្ទង់គុណនឹង10ខ្ទង់ដោយមិនបាច់ចាំប្រើប្រមាណវិធីនោះទេពេលដឹងរឿងហ្នឹងប៉ារបស់សៃបានឲ្យសៃរៀនផ្ដោតលើគណិតវិទ្យាឲ្យបានខ្លាំងប៉ុន្តែចំណង់ចំណូលចិត្តរបស់គាត់គឺចូលចិត្តលេងហ្គេមហើយនឹងសរសេរកូដបង្កើតហ្គេមចំណែក Ryusui វិញតាំងពីតូចមកចង់ឲ្យសៃធ្វើការឲ្យគាត់តែងតែរត់តាមសៃហើយពឹងឲ្យសៃជួយគិតនេះគិតនោះឲ្យគាត់ជានិច្ចហើយដោយសារចង់កិច្ចពី Ryusui នឹងហើយទើបសៃធ្វើដំណើរទៅនៅប្រទេសឥណ្ឌាត្រឡប់មកបច្ចុប្បន្នវិញសៃដូចជាអត់សូវសប្បាយចិត្តសោះដោយសារតែពេលនេះគាត់អត់មានកុំព្យូទ័រប្រើថ្ងៃមួយនៅពេលដែលសៃនៅក្នុងបន្ទប់ម្នាក់ឯងអត់សុខពេកគាត់ក៏ប្រើ Word សរសេរកូដកម្មវិធីហ្គេមពេញអញ្ចឹងក្រោយមកនៅពេលដែល Senku ឃើញ Senku មានអារម្មណ៍ស្ញប់ស្ញែងសៃណាស់ព្រោះអ្វីដែលសៃសរសេរពេលហ្នឹងគឺភាសាម៉ាស៊ីនតែម្ដងមានន័យថាបើសិនជា Senku ផលិតកុំព្យូទ័រធម្មតាសៃអាចសរសេរកម្មវិធីបញ្ចូលទៅក្នុងកុំព្យូទ័រនឹងបានដល់ពេលអញ្ចឹងទៅ Senku ក៏សម្រេចចិត្តផលិតកុំព្យូទ័រ Senku បញ្យល់ថាមូលដ្ឋានគ្រឹះរបស់កុំព្យូទ័រអត់មានអីពិបាកយល់ទេគឺមានតែលេខ0ហើយនិងលេខ1ឲ្យតែគាត់អាចផលិតអ្វីដែលផ្លាស់ប្ដូរពីលេខ0លេខ1ទៅមកបាននោះគាត់អាចផលិតកុំព្យូទ័របានហើយបើសិនជាពួកគេប្រើទង់ជ័យមកធ្វើជាឧទាហរណ៍ការលើកទង់ជ័យឡើងតំណាងឲ្យលេខ1ការទម្លាក់ចុះតំណាងឲ្យលេខ0ហើយបើសិនជាមាន2អ្នកឡើងទៅលើកចុះលើកឡើងគេអាចធ្វើការបុកលេខបានចំណុចនេះតើអ្នកធ្លាប់រៀនខាងកុំព្យូទ័រទើបយល់អញ្ចឹងខ្ញុំសូមអត់ធ្វើការបកស្រាយលម្អិតទេនាំតែវល់កុំព្យូទ័រដែល Senku អាចផលិតបាននៅពេលហ្នឹងមិនមែនទំនើបដូចកុំព្យូទ័រយើងឥឡូវហ្នឹងទេវាគឺជាកុំព្យូទ័របែបបុរាណដែលគេហៅថា Parametron ក្រោយពេលបានសាកល្បង Parametron ដែលមានកង5គ្រាប់ហ្នឹងហើយសៃមានអារម្មណ៍ថារំភើបចិត្តណាស់ដោយសារតែពួកគេអាចធ្វើការអភិវឌ្ឍកុំព្យូទ័រហ្នឹងឲ្យបានកាន់តែធំធ្វើការឲ្យបានកាន់តែច្រើនក្នុងពេលជាមួយគ្នាពួកគេក៏បានផ្ដល់ព័ត៌មានទៅកាន់ Dr. Zeno ហើយនឹងគ្នារបស់ពួកគេមួយក្រុមទៀតនៅ Con City ផងដែរដើម្បីឲ្យពួកគេចាប់ផ្ដើមផលិតកុំព្យូទ័រជាមួយគ្នានៅពេលនេះពួកគេមានបច្ចេកទេសអាចផ្ញើរូបភាពជាលក្ខណៈសខ្មៅទៅកាន់គ្នាទៅវិញទៅមកតាមរយៈម៉ាស៊ីន Fax រូបភាពដែលពួកគេទទួលបានពី Con City មកមុនគេគឺរូបភាពរបស់ Taichu ហើយនិង Yuzuriha ព្រមទាំងគ្នារបស់ពួកគេផ្សេងទៀតដែលធ្វើការនៅទីនោះនៅពេលដែលបានឃើញរូបភាពថតជាក្រុមអញ្ចឹង Ryusui ហើយនិងសៃហាក់បីដូចជាមិនសប្បាយចិត្តសោះនៅពេលហ្នឹង Gen ហើយនិង Chelsea ចាប់អារម្មណ៍ជាមួយនឹងពួកគេខ្លាំងបន្តមកនៅយប់នោះពួកគេបានទៅជួបសួរនាំសៃហើយសៃបាននិយាយថារូបថតជាក្រុមធ្វើឲ្យគាត់នៅឃើញដល់រូបថតជាក្រុមគ្រួសារគាត់មិនដែលមានរូបគាត់ហើយនឹង Ryusui ទេមូលហេតុគឺដោយសារតែពួកគេទាំងពីរនាក់គឺជាកូនចុងនៅពេលនឹងផងដែរសៃបាននិយាយដើម Ryusui ដែលតាំងពីតូចមកតែងតែតាមឆាយឆៅគាត់ហើយចង់បញ្ជាគាត់ឲ្យធ្វើនេះធ្វើនោះប៉ុន្តែបើតាម Gen ស្ដាប់មើលទៅគាត់និយាយថា Ryusui ប្រហែលជាមិនមែនចង់បញ្ជាសៃទេគឺ Ryusui ចង់ធ្វើការងារជាមួយសៃក្នុងន័យជាបងប្អូនតែប៉ុណ្ណោះបន្តមកនៅពេលដែល Gen ហើយនិង Chelsea ត្រឡប់ទៅវិញបាត់ Ryusui បានចូលមកសុំសៃឲ្យបរៀនគាត់លេងអុកដំបូងឡើយសៃចង់បកកាយដោយរដងអញ្ចឹងប៉ុន្តែក្រោយមកក៏ដូរចិត្តព្រមលេងជាមួយ Ryusui វិញពេលលេងបដាសៃបានគិតឡើងវិញបដាហើយដឹងថាតាមពិតតាំងពីតូចមក Ryusui ពិតជាចង់លេងជាមួយគាត់ពិតមែនមិនមែនចង់បញ្ជាគាត់នោះទេស្អែកឡើងក្រុមរបស់ Senku បាននាំគ្នារៀបចំចេញដំណើរបន្តទៀតហើយនៅពេលនោះអត់ឃើញសៃឡើងទូកសោះដោយសារតែកន្លងមកសៃតែងតែបដិសេធថាអត់ទៅណាជាមួយនឹង Ryusui ឡើយរហូតដល់នាទីចុងក្រោយពួកគេបានលើសម្រិតជឿមនុស្សម្នាក់ដើរទៅដល់ធ្វើឲ្យម្នាក់មានការសប្បាយចិត្តឡើងវិញដោយសារតែសៃបានបដូរចិត្តព្រមទៅជាមួយពួកគេសម្រាប់រឿងនេះផងណាខ្ញុំសូម/ត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment ពាក្យថាល្អមើលម្នាក់មួយហើយបើសិនជាមិនទាន់បាន subscribe Channel មនុស្សចរណៃទេសូមជួយ subscribe មួយផងសូមអរគុណនិងសូមជូនពរអ្នកទាំងអស់គ្នានឹងក្រុមគ្រួសារឲ្យមានសុខភាពល្អសំណាងល្អនៅអនាគតបវររុងរឿង